សួស្តីអ្នកទាំងអស់គ្នាទន្ទឹមបច្ចេកវិទ្យាបច្ចុប្បន្នមានច្រើនប្រភេទប៉ុន្តែការពិតមនុស្សមិនដែលប្រកែកជាមួយបច្ចេកវិទ្យាដើម្បីធ្វើទំនើបកម្មហេតុដូច្នេះហើយបានជាវីដេអូមួយនេះត្រូវបានលើកឡើងនិយាយអំពីបច្ចេកវិទ្យា LiDAR Light Detection and Ranging ប្រើប្រាស់ Laser Pulses ដើម្បីគណនាចម្ងាយជាមួយភាពជាក់លាក់ច្បាស់ដោយវាធ្វើការបញ្ជូនបាញ់ចេញរាប់លាន Laser Beams ពីឧបករណ៍ Transmitter សប្តាហ៍ថ្ងៃនេះ LiDAR បានបង្កើតជាព័ត៌មានលម្អិតខ្ពស់អំពី 3D Maps នៅលើ Object ដែលគេចង់បានស្ថិតនៅលើដីមិនថាស្ថានភាពលំហទូទៅផ្លូវអគារព្រៃឈើឬហេដ្ឋារចនាសម្ព័ន្ធដទៃផ្សេងទៀតក៏ដោយដែលពីមុនគេមិនអាចធ្វើបានការប្រើប្រាស់របៀបនេះមានច្រើនសន្តានរាប់ចាប់តាំងពី drone យន្តហោះកាយរណបរថយន្តទំនើបនិងទីក្រុងវៃឆ្លាតច្បាស់ណាស់ថាបច្ចេកវិទ្យា LiDAR ជួយយើងឲ្យមើលឃើញពិភពលោកទាំងមូលនៅពីក្រៅភ្នែកដែលមើលទៅមិនដល់ហើយមានឧបសគ្គតាមរយៈការបាញ់ឆ្ពោះ Infralight ទៅកាន់ទីឆ្ងាយនិងល្បឿនលឿនច្បាស់លាស់បន្ទាប់មកគណនាបង្កើតជាគំនូស 3D បង្ហាញនៅលើអេក្រង់ឲ្យមានភាពងាយស្រួលមើលតោះចង់ដឹងច្បាស់អំពីការប្រើប្រាស់ LiDAR ដែលសប្តាហ៍ថ្ងៃពេញនិយមនិងមានបំពាក់នៅលើរថយន្តគ្រប់ប្រភេទទំនើបដើម្បីត្រួសត្រាយផ្លូវបើកបរជំនួយស្មារតីតាមរយៈអេក្រង់រូបភាពនិងការបើកបរស្វ័យប្រវត្តិសូមចូលមកទស្សនាវីដេអូនេះទាំងអស់គ្នាដោយមានទម្រង់មិនសូវខុសគ្នានឹងការប្រើប្រាស់ Radar បច្ចេកវិទ្យា LiDAR ប្រើប្រាស់ចង្វាក់បញ្ជូន Laser រហ័សដើម្បីបង្កើតជាផែនទី 3D មានភាពត្រឹមត្រូវច្បាស់ខ្ពស់យល់ដឹងថាវត្ថុទាំងអស់កំពុងស្ថិតនៅទីតាំងណាហើយរថយន្តកំពុងចល័តនៅទីណាដោយដំបូងការផ្សាយចេញហៅថា Laser ពី Transmitter គ្រប់គ្រងដោយពេលវេលា Sensor បាញ់ចេញរាប់ពាន់លាន Infra Laser មើលមិនឃើញជាកងរៀងរាល់វិនាទីបញ្ជូនទៅក្នុងបរិយាកាសជុំវិញជាមួយល្បឿនពន្លឺដើម្បីទៅប៉ះជាមួយវត្ថុផ្សេងមិនថាផ្លូវថ្មើរជើងអ្វីកំពុងធ្វើដំណើរនៅលើផ្លូវភ្លើងសញ្ញាជាដើមរួចជះត្រឡប់ឬផ្លាតមកកាន់ sensor ទទួលវិញបន្ទាប់មកដំណាក់កាលទី2ធ្វើការគណនាចម្ងាយជាមួយពេលវេលាច្បាស់លាស់នៃការទទួលបានសញ្ញាផ្សាយត្រឡប់មកវិញបច្ចេកទេសនេះហៅថា time of flight ជាមួយប្រព័ន្ធគណនាចម្ងាយទៅកាន់វត្ថុទាំងនោះស្ទើរតែគ្មានលំអៀងជាមួយកម្រិត millimeter level precision ចូលមកដល់ចំណុចទី3ហៅថា point cloud creation នៅពេលដែលសញ្ញាទាំងអស់នោះបានប៉ះពីរយៈចម្ងាយនិងផ្លាតជះត្រឡប់មកវិញជាមួយការគណនា coordinate x y z នៃបរិយាកាសជុំវិញវាមិនត្រឹមតែផ្ទុកទិន្នន័យទីតាំងប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានទិន្នន័យផ្សេងទៀតអាចឲ្យមានការគណនាបន្ថែមទៅលើវត្ថុទាំងអស់នៅលើផ្ទៃដីដូចជារូបរាងទំហំរបស់វាដែលសញ្ញាទាំងនោះបានប្រឌិតជាចំណុចអុចដើម្បីកំណត់ជារូបរាងរបស់ object ទាំងអស់នោះចុងក្រោយបង្អស់គឺការកំណត់ object segmentation ដែល AI ធ្វើការវិភាគចំណុចអុចទាំងអស់បញ្ចូលគ្នាដើម្បីបង្កើតជារូបរាងពិតប្រាកដរបស់វត្ថុទាំងនោះឧទាហរណ៍ដូចជាស្ថានភាពផ្លូវឡានដឹកទំនិញថ្មើរជើងផ្លាកសញ្ញាចរាចរណ៍អ្នកដំណើរឡាក់សរុបមកទាំងអស់នេះហើយដែល LiDAR អាចធ្វើឲ្យមានការកំណត់អត្តសញ្ញាណច្បាស់លាស់ដើម្បីឲ្យទិន្នន័យអាចអនុវត្តបានសម្រាប់រ៉ូបូតអ្នកបើកបរឬរថយន្តបើកបរដោយស្វ័យប្រវត្តិដែលប្រព័ន្ធនេះត្រូវតែឆ្លងកាត់ Point Cloud Processing តើពិតជាចាំបាច់មែនដែរឬទេដែលត្រូវតែប្រើប្រាស់បច្ចេកវិទ្យា LiDARពិតណាស់ដោយមិនប្រកាន់ទៅលើ application ប្រើប្រាស់ទេ LiDAR បានផ្ដល់នូវសុក្រឹតភាពអាចធានារក្សាបានកម្រិតឥតល្អៀងត្រឹមតែ millimeter ឬ centimeter តែប៉ុណ្ណោះសម្រាប់ការប្រើប្រាស់ជាមួយកម្មវិធីផ្កាយរណបនេះមិនរៀបរាប់កម្មវិធីផ្សេងនោះទេម្យ៉ាងទៀតដោយមិនខុសអំពី radar ឬ optical camera សម្រាប់ laser pulses អាចមានលទ្ធភាពធ្វើការប្រជ្រៀតរលកសញ្ញាចូលទៅក្នុងស្រទាប់ចន្លោះបានយ៉ាងល្អអាចអនុញ្ញាតឲ្យគេផ្ទៀងផ្ទាត់វិភាគភូមិសាស្ត្រស្ថានភាពដីព្រៃឈើជ្រោះជ្រលងដងអូរបានយ៉ាងងាយស្រួលបើនិយាយជារួមទៅលើល្បឿននៃកម្រិតគណនាដែល LiDAR មានលទ្ធភាព scan វិញមានទំហំធំឥតគណនាណាស់ក្នុងពេលប្រើប្រាស់ម្ដងត្រឹមតែ1ម៉ោងនិងនិយាយដាច់ដោយឡែកថាត្រូវចំណាយពេលរហូតដល់រាប់ខែឯណោះសម្រាប់ការជំនួសឲ្យការប្រើប្រាស់ដោយវិធីផ្សេងវិញខុសពី LiDAR សូមអរគុណសម្រាប់ការតាមដាន